នេះជាកន្លែងណាកន្លែងខ្ញុំតែនេះជាកម្រងរឿងសម្រាប់បែបណាទៅឡើងធប់បុកស្លាប់បន្ទាប់មកធ្វើដំណើរឆ្លងភពប៉ុន្តែវាមិនមែនទេបើកៅខ្ញុំមកឈុតនេះវាត្រូវឆ្លងកាត់ពេលវេលាប្រកាសជាកូនប្រុសច្បងនៃគ្រូសាស្ត្រមានហើយអត់អស់សាត្រឹមតែឆ្លងកាត់ពិភពលោកបច្ចុប្បន្ននេះសិភើការឈូសសអត្តសញ្ញាណចាស់ផ្ទះស៊ូវ៉ាន់ឈីសិភើណែនាំការឈូសសអាការសំណល់ដែលលុចចម្លងនេះរឿងខ្លាចស្លាច់សង្គ្រាមអ្នកផ្សេងដែលឆ្លងកាត់មិនមែនជាអ្នកប្រុសគ្រូសាស្ត្រមានគឺអ្នកមាននឹងមនុស្សរបស់នៅក្នុងខ្សែរឿងគ្មានសុវត្ថិភាពស្លាប់ទេឬមួយមកពីយើងបង្ហាញសកម្មភាពច្បាស់ពេកដូច្នេះសប្បាយពេកក៏ស្លាប់ទៅកុំអីសុវណ្ណឈិញនាងស្ដាយក្រោយនៅឲ្យនាងបានធ្វើនៅថ្ងៃនេះនាងធំខ្ញុំមានសំណាងបំពេញការងាររបស់ខ្ញុំកុំអីនេះជាយល់សពអាក្រក់ហ៎តួអង្គអាក្រក់ក៏ចេះយល់សពដែរមិនមែនខ្ញុំជាអ្នកតែកំភ្លៀងទេមិនមែនខ្ញុំទេនាងធំទុកចិត្តចុះមានខ្ញុំនៅហើយអ្នកណាហ៊ានធ្វើបាបទេខ្ញុំមកតស្លាប់ទេអាយ៉ានាងធំយល់សពអាក្រក់ហើយនាងធំមានរឿងស្អីត្រូវស្លាប់នោះបើស្លាប់គឺអាកាសសំណល់លងហៅធាននោះទេទៅសំស្លាប់លោកអាធាននេះជួយលោកមានដឹងថាខ្លួនឯងធ្វើស្អីខ្លះទេមិនធ្វើអីទេក្រៅពីជួយចាត់ការហ្វុងសម្ោចដែលមកអុកលុបពិធីជប់លៀងរបស់នាងនោះរឿងផ្សេងទៀតពិតជាមិនបានធ្វើទេសម្ោចឯងហ៊ានហៅលោកអាធានជាសម្ោចផងឯងចាស់គេ3កំភ្លៀងគត់បានចឹងតែយ៉ាងម៉េចលើក្រោយបើគេហ៊ានកេងកាងទៀតយើងនឹងផ្ទះគេបានឆាក់កំភ្លៀងទៀតឯងចាំមានលើក្រៅទៀតបើមានលើក្រៅទៀតពួកយើងប្រកាសជាសត្វទាំងពីរនាក់បើមានលើក្រៅទៀតយើងទាំងពីរបងធំខ្ញុំរៀបចំរួចហើយនាងពេលណាមិនអាចទេគេចិត្តអាក្រក់បែរជាមានស្នេហ៍ស្មោះបែបនេះសាច់រឿងយើងខុសពីហ្នឹងអីមកសាច់នេះគាត់ទៅការចែកដល់20វិចារទៅស្ដាប់លើហាច់នេះយល់ហើយខ្ញុំធានាក្រៅពីយល់សពអាក្រក់ខ្ញុំមិននិយាយអ្វីផ្សេងទៀតទេពិសេសគឺរឿងនេះចាប់ចេញទៅបងធំបើជាអស្ចារ្យមែនទែនហើយបងចាត់ការនាងធំហើយយើងដឹងតែនាងធំគ្មានតំណែងគឺមិនត្រឹមត្រូវទេបងខ្ញុំនិយាយទៅខ្ញុំយល់ពីរឿងហ្នឹងហើយខ្ញុំមិននិយាយជាមួយនរណាទៀតនោះទេអត់ត្រូវឲ្យបងធំថ្ងៃនេះរឿងដែលបងចាត់ការពិតជាអស្ចារ្យមែនទែនហើយអាយ៉ាគុំនឹកទូចតារបស់ស្រីវ័យក្មេងនេះអីត្រូវបងចាត់ការហើយបើចង់បំរើនាងធំឲ្យល្អត្រូវចាំពាក្យមួយម៉ាត់ណាយើងត្រូវស្វែងយល់ពីអត្ថន័យនៃពាក្យនីមួយៗរបស់នាងធំមើលមនុស្សត្រូវមើលដល់ចិត្តស្ដាប់សម្ដីត្រូវស្ដាប់ដល់សំឡេងណាយល់ដែរទេហ៎យល់ទេអូត្រូវខិតខំស្ដាប់សម្ដីត្រូវស្ដាប់សំឡេងអូបងធំពិតជាបងធំពិតមែនអាជីលោកចំណៃជើងពិតជាអាក្រក់ចាស់នេះមែនបើជានិយាយថាជើងសក់អាក្រក់ខ្ញុំនឹកឃើញជើងនេះអើយស្ងប់ស្ងាត់ចាស់ហើយណាស់ក៏គេមានចិត្តស្មោះត្រង់ដែរហើយប៉ុន្តែគេប៉ះពាល់លោកអាធានប្រកាសជាស្លាប់ហើយប្រកាសទេជាមិនអញអង្គុយរងចាំស្លាប់ទេយើងត្រូវទៅជួបបាយដើម្បីសម្រួលតំណែងគ្នាជាមួយលោកអាធានយើងមានសម្រស់ស្អាតមានប្រាក់និងមានរូបរាងយើងមានរឿងអីទៅឆ្លោះគ្នាជាមួយគេនោះចេញលោកនាងធំគឺនាងរបស់បងឈិញតែមានកាយទៅបងឈិញគឺនៅអាសួនច្បារនោះណាចាំគាត់គាត់ចុះនាងធំមានកាយមែនទេរឿងនេះមិនត្រូវអាឈិញទៅចាត់ការទេគេទៅកាត់ពេលលោកអាធានមិនកំព្រៀងបើឲ្យគេទៅជួបអាធានពេលនេះខ្លាចតែមានរឿងអីខ្លះឡើងទៀតហើយប្រកាសជាស្លាប់មិនខានទេនាងធំឬតែបែបនេះចាំយកបុគ្គលអាចចាត់ការបាននាងធំប្រាប់ខ្ញុំមកណាខ្ញុំប្រកាសជាអាចចាត់ការបានអាចទៅសេរីខណ្ឌចេញមួយច្បាប់យកទៅជូនលោកអាធានបានហើយប្រាប់គេថាថ្ងៃស្អែកយើងនឹងរៀបចំពិធីមួយនៅស្ថានភាពខៃជាសុវណ្ណឈិនចេញអ្នកមានមុខមាត់ដូចជាណានមកចុះរួមដល់ពេលនោះដៃខាត់ទៅឲ្យគេចេញមកកំខានហើយស្អីអញត្រូវចាស់ណាស់សរសេរបន្ថែមដោះស្រាយចំនួនជាជាងបង្កបញ្ហាឆ្លងកាត់ពិធីជប់លៀងនេះដើម្បីបញ្ជាក់ការជិះច្រឡំរវាងយើងនិងលោកអាធានអត់ត្រូវឲ្យអាចទៅកដោនៅខណ្ឌចេញយកទៅជាមួយគ្នាឲ្យអត់ខ្សែប្រមាណរាយការណ៍ទៅមេការចោះយកទេយល់អេលិខិតអញ្ជើញត្រូវតែយកឲ្យដល់ដៃរបស់លោកអាធានយល់ទេយល់អូខេទៅរៀបចំទេបាទទៅអាចឆាប់ទេនៅចំពោះមុខអ្នកខាត់ជាណាតែមួយទទួលស្គាល់ពីអត្តសញ្ញាណរបស់លោកអាធានគេចង់បាត់គេទៅជួបណាគេប្រកាសជាមិនមាននៃប្រឆាំងជាមួយយើងទៀតទេក្រុមរបៀបពួកយើងទៅពីនឹងត្រូវបញ្ចប់ក្នុងពេលនោះយើងពិតជាឆ្លាតណាស់ថ្ងៃនេះព្រះអាទិត្យបានចេញមកនៅចំពាក់កណ្ដាលហើយនាងធំចង់ដោះស្រាយការយកច្រឡំជាមួយនឹងលោកអាធានត្រូវទេមិនត្រូវទេសំដីបងធំបាននិយាយឲ្យនាងធំគឺនិយាយមិនមែនជាអត្ថន័យខាងក្រៅស្អីនោះទេត្រូវប្រកាសថាអានឹងយល់ឲ្យបានច្បាស់លាស់នៅពេលសំដីរបស់នាងធំនោះប្រកាសជាយល់នៃជ្រៅជ្រះដូច្នេះអត្ថន័យជ្រៅជ្រះគឺជាស្អីដែរទៅណោះអាយ៉ាយើងអាចទៅរកបងជីបានអើយឆ្លាតមែនតែយន់នេះជារង្វាន់ខ្មោចយកស្អីទៅសរុបយកឋានៈថាពុទ្ធសង្ឃដាបង្ខំជាមួយមនុស្សដែលបានជំពាក់បាត់មេទីចុងក្រោយនឹងឆ្លាតសញ្ញាជាស្ដេចនេះជាស្អីទៅសិទ្ធិជេឯងស្ដាប់តាមបញ្ជារបស់អ្នកនាងធំមកគេអីមកមានកាយដោយសារតែជាបញ្ជារបស់អ្នកនាងធំទើបបានយកខ្ញុំមករបស់នឹងណាអ្នកនាងធំនិយាយស្អីខ្លះ
អ្នកនាងធំមកខ្ញុំយកលិខិតជឿទៅឲ្យឡុងអាធានហើយក៏ឲ្យឡុងអាធាននេះចូលរួមដើម្បីដោះស្រាយការយកច្រឡំព្រមទាំងឲ្យខ្ញុំទីគីឡូទៅជាមួយផងដែរណាប៉ុន្តែបងធំបាននិយាយហើយគឺសម្ដីអ្នកនាងធំគឺត្រូវតែអាននិងយល់ឲ្យបានជ្រៅជ្រះក្នុងនោះប្រកាសជាមានអត្ថន័យជ្រៅជ្រះដូច្នេះខ្ញុំបានមករបស់ធំតែម្ដងទៅ ហើយយើងយល់ហើយអ្នកនាងធំគ្រាន់តែចង់រៀបវិធីដ៏អស្ចារ្យមួយកូនស្រីចិញ្ចឹមនោះរួមដៃជាមួយនឹងអាវធានអុកលុកនៅពិធីនោះដោយសារកំហឹងអ្នកនាងធំមិនបានជាទ្រាំនៅកំហឹងបែបនេះណោះអូយើងយល់ហើយយល់ថាហេតុអីក៏គេធ្វើបែបនេះយើងយល់ ពិធីអាចារ្យមួយហ៎ ពិតមែនហើយដោយសារតែកំហឹងរបស់អ្នកនាងធំហើយមិនអាចទ្រាំនៅកំហឹងបែបនេះបានទៅហ៎គិតទៅមើលហ៎ អូបងធំពិតជាបងធំមែនវាមិនមិត្តគឺបង្ហាញអាចកំបាំងប៉ុន្តែបងធំបើអញ្ចឹងលិខិតជួយខ្ញុំគួរតែសរសេរយ៉ាងម៉េចដែរទៅជួយខ្ញុំផងខ្ញុំមិនសូវប្រកែកទេ អើយយើងប្រាប់ឯងកុំល្ងងយ៉ាងនេះមកនេះយល់ហើយនៅ អាយ៉ាបងធំពិតជារឿងមកមិនខ្ពស់ថែមទៀតបើជួបបាននេះអាចធ្វើឲ្យអ្នកនាងធំពេញចិត្តឥឡូវនេះខ្ញុំយកលិខិតជួយដល់ឡងអាធានសិនតែជាគ្រួសារស៊ូអ្នកខាត់យ៉ាងណានបើជាប្រមាថយើងបែបនេះទៅវិញហ៎ លោកម្ចាស់ស្ដេចនេះស៊ូវ៉ាន់ចេញម្នាក់នេះពិតជាមិនដឹងស្លាប់រស់ពិតមែន ឬមិនក៏លោកម្ចាស់ស្ដេចវាថាពលនឹងមិនទាស់ស្ដាយឡើងវិញបើមិនចឹងទេវានិយាយស្រួលបំផ្លាញគ្រួសារស៊ូណាស់ សូមរីកាលោកម្ចាស់គេប្រាប់ថាកូនចៅរបស់សុវណ្ណជីបានផ្ញើលិខិតមកច្បាប់ជូនលោក ញ៉ាលិខិតហ៎នេះជាការសុំសេចក្តីមេត្តាករណាយឺពេលហើយអានបន្តទៅ លោកអាធានអាស្ដេចអណ្ដែតអាចចោលម៉ាស៊ីន ល្បិចដូចតែបែបនេះគ្រាន់តែធ្វើឲ្យយើងខឹងតាមមែនដែរទេអានបន្តទៀតទៅ ណែលោកអាធានអណ្ដែតចោលម៉ាស៊ីនអាខ្លាចស្លាប់មិនហ៊ានប្រឈមមុខជាមួយអ្នកនាងធំរបស់យើងបានតែអ្នកខ្លួនក្នុងទីងងឹតពិតជាអណ្ដែតមិនហ៊ានអាចក្បាលពិតមែនបាក់គ្រាន់បាក់ថ្ងៃស្អែកអានទៀត លោកអាធានអណ្ដែតចោលម៉ាស៊ីនអាកំសា យើងឲ្យនាងអានបន្តមិនមែនឲ្យនាងចាប់ដើមនោះទេយកសម្បត្តិមកយើងអានខ្លួនឯងលោកម្ចាស់ស្ដេចនេះស៊ូវ៉ាន់ជីបាននិយាយស្អីខ្លះទៀតទៅស៊ូវ៉ាន់ជីយកស្អែកបានឲ្យយើងទៅចូលរួមកម្មវិធីជប់លៀងនៅសន្តាគារខាយា លោកម្ចាស់ស្ដេចនេះជាពិធីជប់លៀងពិសេសលោកមើលគេសរសេរសម្បត្តិដើម្បីបញ្ជូរលោកឲ្យខឹងហើយធ្វើឲ្យលោកបាត់បង់ម្ចាស់ការចង់ត្រូវទៅធ្វើអ្វីអាក្រក់នៅក្នុងពិធីនោះ ពិធីជប់លៀងពិសេសតែយ៉ាងម៉េចថ្ងៃស្អែកនេះគឺជាការបរិច្ឆេទ3ឆ្នាំនៃថ្ងៃចុងក្រោយនៃចំពោះមុខសមត្ថភាពពិតប្រាកដរបស់យើងការគប់គិតនិងល្បិចកលទាំងប្រមាណរបស់ស៊ូវ៉ាន់ជីវាមិនពិតទាំងអស់ លោកម្ចាស់ស្ដេចនេះអ្នកបម្រើនោះព្រមទាំងយករបស់មួយយ៉ាងមកនិយាយថាសុវណ្ណជីគឺជាក្រដៅលោកទេផង ជូនគេដល់មកឆាប់ទៅយកមករោរបស់អត់ដែរនេះក៏ចាត់ទុកថាជាកាដូដែរតែមិនមែនដែរទេនេះគឺជូនដំណើរស្លាប់លោកម្ចាស់ស្ដេចនេះគេពិតជាមើលខ្លាំងពីហើយ នេះពិតជាប្រមាថដល់គ្មានអ្នកលៀមលោកម្ចាស់ស្ដេចនេះមិនអាចប្រមាថបានទេ បានហើយស៊ូវ៉ាន់ជីនាងពិតជាចង់ស្លាប់ពិតមែនហើយប្រមូលកម្លាំងយប់ស្អែកចេញដំណើរទៅជម្រាបពីជូនដំណឹងដល់មហាគ្រួសារទាំង4នៅភូមិភាគខាងលិចមកជាមួយគ្នាយប់ថ្ងៃស្អែកស្ដេចយកត្រឡប់មកវិញហើយយើងនឹងឲ្យគ្រួសារស៊ូរលាយបាត់ពីតាស៊ាននេះបាទចូលមករោនេះទៅជាមួយផងទៅយើងនឹងឲ្យស៊ូវ៉ាន់ជីដឹងថាតើនរណាជាអ្នកជូនដំណើរទៅការស្លាប់នោះមកថមខ្ញុំបានធ្វើអ្វីតាមដែលបងបានប្រាប់ខ្ញុំអស់ហើយវាខិតនឹងជឿននឹងមករោទៅជាមួយដែរប៉ុន្តែវាការច្បាប់សម្រាប់នីលការនេះវាពិតជាត្រូវយកទៅប្រគល់ឲ្យគេពិតមែនទេ មកមិនមែនអញឈ្គួតទេដឹងហីមកមិនមែនចង់បញ្ជាអ្នកនាងធំធ្វើមិនដឹងអញធ្វើអីខ្លះអ្នកនាងធំមិនចាត់ទុកថាអញធ្វើស្អីគ្មានបានធ្វើដែរយល់ហើយនៅ បងធំពិតជាបងធំមែនគ្រាន់តែពីមិនអាចធ្វើឲ្យខ្ញុំដឹងថាខុសគ្នាត្រង់ណាប៉ុន្តែបងធំប៉ុន្តែបើធ្វើឲ្យលោកអាទិត្យខាងនោះតើគិតធ្វើយ៉ាងម៉េចទៅខ្ញុំមានអារម្មណ៍ថាគេនៅមានរឿង យើងមានរឿងអីយកជីវិតរបស់យើងមកលេងសើចនោះហ៎ទុកចិត្តយើងចោលណាត្រៀមខ្លួនទៅបងធំខ្ពស់ឲ្យរឿងមកថាទៀត មិនក៏ខ្ញុំពេលនេះមានអារម្មណ៍ដូចជាមិនស្រួលតោះតែសោះមិនគួរសោះផែនការរៀបចំបានយ៉ាងល្អប្រកាសជាគ្មានបញ្ហាទេសិតទេម្នេះអ្នកនាងនិយាយចុះ កិច្ចការដែលជាបុគ្គលដែលអាចធ្វើយ៉ាងម៉េចហើយ អ្នកនាងទៅចិត្តចុះយើងបានយល់អត្ថន័យដែលវានិយាយយ៉ាងច្បាស់ហើយប្រគល់ឲ្យទៅកូនចៅរបស់លោកអាវទៀនសង្ឃឹមថាគេប្រកាសជាយល់អារម្មណ៍របស់អ្នកនាងហើយ ល្អបាត់ច្រឡំតែលើកនេះដាក់ផ្សារទំនាក់ទំនងជាមួយស្ដេចនេះរួចប្រកាសជានៅឲ្យឆ្ងាយពីពួកគេលោកម្ចាស់ឡងលោកពិតជាគ្រប់ពេលវេលាមែន ស៊ូវ៉ាន់ជីនាងប្រកាសល្បិចថោកទីប្រមាថគេបែបនេះមកជួយមិននឹងដល់យើងមានអីមិនគ្រប់ពេលវេលានោះ លោកម្ចាស់ឡងតើលោកបានន័យថាម៉េចនឹងលើកនេះខ្ញុំអញ្ជើញលោកមកគឺដើម្បី បានហើយស៊ូវ៉ាន់ជីថាខ្លួនបានធ្វើអ្វីក៏មិនដឹងតែមិនដែរទេ ខ្ញុំបានធ្វើស្អី ល្អនឹកស្មានថាដល់ស៊ូវ៉ាន់ជីគឺជាមនុស្សម្នាក់ហ៊ានធ្វើមិនហ៊ានទទួលអញ្ចឹងទៅសោះហើយ លើកមកអ្នកនាងធំរបស់យើងលើកលែងឲ្យឯងនឹកស្មានដល់ថាឯងមិនជាបានចិត្តសោះ ជីកលោកខ្ញុំសុំបងឯង អ្នកនាងធំទុកចិត្តចោលអ្វីមានយើងនៅទីនេះហើយលោកអាធានឲ្យស្អប់ស៊ូវ៉ាន់ជីយ៉ាងខ្លាំងហើយគេបានជួយស៊ូវ៉ាន់ជីវាយប្រហារនៅចំពោះមុខបែបនេះអ្នកទទួលបានរង្វាន់អាកំបាញ់ ពួកឆ្កែប្រុសស្រីមួយគូនេះបានខុបខិតគ្នាទៅវិញទៅមកថ្ងៃនេះគឺជាថ្ងៃស្លាប់របស់ពួកឯងហើយ តែស្រីប្រុសពួកឯងនិយាយនេះពិតជាត្រឹមត្រូវហើយឆ្កែប្រអីល្អណាស់ល្អបើអញ្ចឹងពួកយើងបញ្ជីចាស់នឹងបញ្ជីថ្មីទូទាត់តែម្ដងទៅពួកយើងនឹងឲ្យពួកឯងដឹងថានេះមានសក្ការបញ្ច្រាស់មានន័យថាយ៉ាងម៉េចដែរទៅចង់ប៉ះគឺត្រូវតែស្លាប់ចូលមកស៊ូវ៉ាន់ជីនេះគឺជាអំណោយដែលនឹងជូនយើងថ្ងៃនេះយើងនឹងឲ្យនឹងបានដឹងថាតើនរណាជូននរណាវិញទៅឲ្យប្រកាសនោះ ចាំតិចខ្ញុំចាំឲ្យលោកជូនដំណើរ
ល្អអ្នកនាងធំឈូនមកល្អណាស់ការយល់ដឹងរបស់ឯងចំពោះនាឡិកានេះណាពិតជាស័ក្តិសមនឹងឯងខ្លាំងណាស់ ចេញលោកស៊ូបានចេញពួកឯងទៅទេស្អីទៅហៅថាស្ដេចនេះមិនអាចប្រមាថបាន ពួកឯងបង្កើតពាក្យមកឃ្លានេះហើយមកឃ្លាទៀតស្អីទៅអនាគតសកាបញ្ច្រាស់នោះបើប៉ះត្រូវតែស្លាប់ហើយស្ដេចនេះមិនអាចប្រមាថទេត្រូវតែស្លាប់បើសិនជាឯងជាស្ដេចនេះអញ្ចឹងយើងជាស្ដេចគ្រូពេទ្យហើយមិនអាចទេស្ដេចសង្គ្រាមប៉ិតមែនហើយស្ដេចនេះសកាបញ្ច្រាស់ផងហើយទាំងអស់នេះមិននឹងលោកមិននិយាយប៉ាសកាទៅ យ៉ាលោកជីទៅអស់ចាយើងដឹងថាមនុស្សទាំងអស់នេះមានបញ្ហាផ្លូវចិត្ត អាយ៉ាតាមមានអ្នកណាចិត្តល្អទូរស័ព្ទឲ្យមន្ទីរផ្លូវចិត្តដល់ពួកគេចេញពីទីនេះទៅឈប់ពួកគេនិយាយថាជាការប៉ិត សូវវិញមើលទៅពួកឯងមិនឃើញក្តារមកជុំមិនសក់ទៅភ្នែកទេពួកឯងមកសម្រាប់ពួកគេចោលទៅសូវវិញថ្ងៃនេះជាថ្ងៃស្លាប់របស់ពួកឯងហើយ ចាមកដល់នេះថ្ងៃនេះពិតជាស្លាប់ហើយ ថ្ងៃស្លាប់សម្អាងអីទៅឯងថាថ្ងៃស្លាប់វាស្លាប់អញ្ចឹងហ៎គ្រាន់តែប៉ុណ្្នឹងក៏ចង់សម្រាប់ពួកយើងដែរពេលវេលាផ្លាស់ប្ដូរហើយលោកអាធានឯងទីទៅមើលក្នុងរបង7ជំហានតើកម្រិតរបស់ឯងលឿនឬក៏កំភ្លើងរបស់យើងវាលឿនជាងហ៎ឯងគិតទៅមើល ឯងកំពុងតែគម្រាមយើងមែនទេ គួរឲ្យស្ដាយចម្លើយខុសស្រឡះហើយចម្លើយគឺក្នុងពេល7ជំហានគឺកំភ្លើងត្រង់ហើយរហ័សទៀតផងណាសាកមើលទៅមហាគ្រួសារទាំង4ហើយចាំងណាន់ប្រហែលឆ្នាំនេះគឺអ្នកណាហ៊ានធ្វើអ្វីប្រៀបណាចំពោះស្ដេចនេះ ចាំបាត់គ្រួសារគូដែលដេកភៀកខាងត្បូងយើងគឺគូយ៉ាង មេ នេះ គ្រួសារចឹងដែរនៃភៀកខាងត្បូងចឹង បាទ ទៀត គ្រួសារជើនៅតែដេកខាងត្បូងចៅចាំជើ ខ្ញុំមេគ្រួសារមុខយងហ្វូ ចាំបាទសូមគោរពចាស់ស្ដេចនេះចាំបាទសូមគោរពចាស់ស្ដេចនេះចាំបាទសូមគោរពចាស់ស្ដេចនេះមហាគ្រួសារទាំងមូលសម្រាប់ស្ដេចនេះវីឡាអេងទិញលេខ1មានសុទ្ធ10ដំឡឹងត្បូងគឺយូអ៊ី1និងកិច្ចសន្យាមានតម្លៃរាប់សិបពាន់លានផងដែរសូមលោកម្ចាស់ស្ដេចនេះទទួលយកសូមអញ្ជើញគ្រាន់តែជាគ្រួសារស៊ូតែប៉ុណ្ណោះទេពេលនេះមានមហាគ្រួសារទាំង4បានជុំគ្នាហើយចំណែកយើងនឹងឈានដល់កំពូលនៃតំណែងព្រះបរមរាជវាំងនេះថ្ងៃនេះគ្រួសារតកូស៊ូនឹងបាត់ឈ្មោះនៅក្នុងថ្ងៃនេះហើយលោកម្ចាស់មហាគ្រួសារទាំង4ពិតជាមកប៉ុណ្ណឹងហើយ ឬមួយគេជាស្ដេចនេះនៃរាជវាំងនេះទីហ្នឹងអី គ្រួសារស៊ូប្រហែលជាត្រូវវិនិច្ឆ័យហើយហើយអីក៏លើកនេះឆ្លងកាត់លឿនម្លេះហើយលឿនជាងមុនទៅទៀត យំហ៎នេះយំនៅពេលនេះគឺហូបពេលទៅហើយក្រោយរាជវាំងនេះអាញាចក្រជំនួយមានតម្លៃរាប់រយលានហើយជាកម្ពុជាលើលោកពិភពលោកអ្នកណាជាអ្នកផ្ដល់ពីក្លាហានដល់គេទៅវាប្រមាថដល់ម្ចាស់ស្ដេចនេះផងនោះ ស្ដេចនេះរីករាលដាលទូទាំងរដ្ឋចំនួន9និងខេត្តចំនួន18គ្រាន់តែមួយម៉ាត់ធ្វើឲ្យស្លាប់ដល់គ្មានដូចមិនចុះសក់ទៀតផង កម្លាំងរបស់ស្ដេចនេះអាចធ្វើមនុស្សរាប់លានអ្នកស្លាប់គ្រួសាររបស់ពួកឯងមិនគេហ៊ានខົບខិតជាមួយនឹងគ្រួសារស៊ូមកញុកញង់ដល់ស្ដេចនេះហើយពួកគេទាំងអស់ដែលត្រូវលុបឈ្មោះចេញពីបញ្ជីនៅក្នុងតាសៀនេះផងដែរ លោកម្ចាស់ស្ដេចនេះសូមចេញបញ្ជា ពួកឯងប្រមាថយើងហើយហ៊ានវាយមុខរបស់យើងថែមទៀតតើមានគិតដល់ថ្ងៃនេះដែរទេហ៎អ្នកដែលនៅទីនេះគឺត្រូវតែស្លាប់សម្រាប់ចោលទាំងអស់យើងចង់ឲ្យពួកឯងដឹងថាលទ្ធផលដែលប៉ះពាល់ដល់ឡុងអាលធានទៅយ៉ាង ឈប់សិនចាំបន្តិច យ៉ាងម៉េចពេលនេះចង់ងល់យើងមែនទេពួកពេលហើយ អ្នកណាថាយើងរបស់ពួកឯងគេថាដាច់នេះពួកឯងជឿដែរទេហ៎បើអញ្ចឹងយើងថាអ្នកនាងធំរបស់យើងគឺជាស្ដេចនេះតែជឿដែរទេ ព្រេកបណ្ដោះលើម្ចាស់ស្ដេចនេះមានបញ្ជាស្ដេចនេះប្រកាសជាអាចបញ្ជាក់ពីអត្តសញ្ញាណរបស់ខ្លួន ប៉ុន្មានហើយយើងជាអ្នកទទួលបញ្ជាពីគុំបំណងស្ដេចនេះហើយមកជួបស្ដេចនេះតែម្ដង មិនត្រឹមតែប៉ុណ្ណឹងទេលោកម្ចាស់នេះក៏រាជដំណើរខ្លាំងនេះពេលវឹកហាត់គឺមាននេះរាជព័ទ្ធជាមួយខ្លួនគ្រាន់តែឃើញក៏ដឹងថាមិនមែនជាមួយធម្មតាទេពេលនេះមនុស្សសម័យនេះជួយអាចព្រៀបជាមួយបានដែរទេ ផ្លាកសញ្ញាស្ដេចនេះនោះគឺជារង្វាន់របស់ប្រពន្ធតាបើអញ្ចឹងឯងយកផ្លាកសញ្ញាស្ដេចនេះចេញមកសិនមក ជាមិនឃើញក្តារមកជួយមិនសត់តែព្រេកមិនមែនឡថ្ងៃនេះយើងនឹងឲ្យឯងឃើញឲ្យបានច្បាស់ទៅចុះផ្លាស្ទិកនេះរបស់យើងមកទៅណាហើយ នេះគឺផ្លាកសញ្ញាស្ដេចនេះដែលអ្នកនាងធំឬមួយក៏នាងពិតជាស្ដេចនេះពិតមែនអ្នកនាងនេះជាផ្លាកស្ដេចនេះហើយអ្នកនាងពិតជាស្ដេចនេះពិតមែនហ៎ផ្លាកសញ្ញាស្ដេចនេះអញ្ចឹងអ្នកនាងធំអ្នកនាងពិតជាស្ដេចនេះពិតប្រកបហើយមែនដែរទេហ៎មែនទេ ឯងប្រកាសហើយថារបស់នេះជារបស់យើង ឡាសញ្ញាស្ដេចនេះពិតជាមិនដែរនោះទេ រឿងអីដែលមិនអាចនោះហ៎ពួកឯងបើកភ្នែកធំមើលឲ្យច្បាស់លាស់ទៅនេះតើនេះជាស្អីនេះពិតជាផ្លាកបើសញ្ញាស្ដេចនេះមែនយើងមានសំណាងណាស់ពីមុនគឺមិនដែរធ្លាប់ជួបទេ លោកមានរឿងនេះទៀតថាឡាសញ្ញាស្ដេចនេះគឺធ្វើអំពីដែកអាចផ្កាយព្រោះរាជវាំងស្ដេចនេះបំពាក់វាជាប់លើខ្លួនរហូតដល់ដូចនេះសញ្ញានេះវាបានចំណាយអតិពលនេះ បើសិនជាអ្នកនាងធំស៊ូជាស្ដេចនេះមែននោះបើអញ្ចឹងគេជានរណា យើងទើបជាស្ដេចនេះប្រកាសនៃរាជវាំងនេះស៊ូវ៉ាន់ឈិងឯងហ៊ានលួចផ្លាកសញ្ញានេះរាជរបស់យើងឯងមានផ្លូវស្លាប់តែម្យ៉ាងតែប៉ុណ្ណោះទេ មនុស្សកាសំណល់ដូចឯងនេះគេហៅឈ្មោះលោកម្ចាស់ស្ដេចនេះផងឯងយើងស្ទើរតែចាញ់បោកអីទៅហើយណា មកគ្រូសាស្ត្រទាំង4នេះខាងបងសូមជួបលោកចាស់ស្ដេចនេះ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  ខ្ញុំម្ចាស់ស្ដេចនេះនៅរាជវាំងនេះ ពិតមែនហើយអ្នកនាងធំអ្នកនាងគឺជាម្ចាស់នារីនៃរាជវាំងនេះហើយស្មានដល់ថាអាកាសសំណល់អស់នេះបើជាហ៊ានខ្លាយបន្លំជាម្ចាស់ស្ដេចនារីសោះសំតែស្លាប់ ពួកឯងហ៊ានប្រមាថដល់យើងផងមែនទេយើងទើបជាស្ដេចនារីពិតប្រាកដ មិនសមហើយផលសោះហ៊ានខ្លាយបន្លំឈ្មោះរបស់ស្ដេចលោកម្ចាស់នារីពួកឯងមែនទេចាប់ពីភ្លាមទៅ ពួកឯងហ៊ានមើលងាយស្ដេចនេះផងមហាគ្រួសារទាំង4របស់ពួកឯងចង់បាត់ខ្លួនពីតាសៀមមែនទេ ដល់អ្នកក្នុងចំណោមពួកយើងប្រហែលជាអាចនឹងយល់ច្រឡំខុសប៉ុន្តែមហាគ្រួសារទាំង4របស់យើងថ្ងៃនេះនៅទីនេះមានរឿងអីដែលចំណាំមនុស្សខុសទៅហ៎
ai có bông khai mà lom thôi chỉ sạch địa miền tu tới tại sạch lấp nữa vậy nên là chúng con ăn bỏ sạch địa tư cái lông mình cho sạch địa lực lên đó chỉ vượt bộ anh chưa bằng khá nổi tê កំណត់ពេល3ឆ្នាំបានមកដល់ហើយស៊ូវ៉ាន់ឈិញឈិញលក់ពួកឯងអាចលួចផ្នែកសញ្ញាស្ដេចនេះរបស់យើងឬមួយក៏អាចលួចយកកម្លាំងរបស់យើងទៀតយើងស្ដេចនេះនៃរាជវាំងឡុងនេះរាជឡុងអាវធានពួកឯងត្រូវតែស្លាប់ 我有一只小毛驴，我从来也不急。有一天我心血来潮骑着去赶集，我手里拿着小皮鞭，我心里真得意。不知干嘛哗啦啦啦，我摔了一身泥。 ស្លាប់ទៅ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 មិនអាចទេពិតជាមិនអាចទេរយៈពេល3ឆ្នាំបានមកដល់កំណត់ហើយតើហើយបានជីវិតជាកូនយើងមិនតន់ដូចដើមអញ្ចឹង លោកអាធានមិនក៏មិនចាត់ការហើយអីក៏ត្រង់ដល់ពេលនេះលោកម្ចាស់ស្ដេចនេះប្រចាំដើម្បីរបស់ពួកគេ cho cả hai cái riêng cái ở bọn này hai đây có mình phải cái tới ឈិញលក់គឺឯងជាអ្នកមកកឡើង มนุษย์ខ្ញុំនេះមានចិត្តសប្បុរសខ្លាំងណាស់ខ្ញុំខ្លាចលោកមកយឺតដូច្នេះហើយខ្ញុំក៏សេរីមកលឿនទៅគឺ3នាទីទេយ៉ាងម៉េចពេលលោកចេញពីផ្ទះគ្មានទៀងផ្ទាត់ពេលវេលាទេអីមិនដែរទេហ្នឹង លោកឈិញពិតជាស្ដេចស្ដាំរបស់ស្ដេចនេះមិនមែនគ្រាន់តែល្បិចតូចតាចក៏អាចបំបីល្បិចគ្មានបានប្រយោជន៍ជាបាន លោកមើលឲ្យច្បាស់ទៅស្ដេចនេះទោះបីជាភ្នំតាយដួលរលំនៅចំពោះមុខគាត់ក៏គាត់នៅតែស្ងៀមដែរណាធ្វើឲ្យខ្ញុំបាក់យីណា ឈិញលក់ស៊ូវ៉ាន់ឈិញបងឯងពិតជាអ្នកគួរសោកខ្ពើមនិងខ្មាស់អៀនបំផុតហើយយើងនឹងមិនលឺលែងឯងទេ ហើយលើកណាក៏ប្រើពាក្យនេះដែរកំពុងតែធ្វើឲ្យតិចរបស់យើងស្ដាប់លេងលឺហើយអាចដូរពាក្យផ្សេងបានទេបើមិនចឹងទេលេងអ៊ីនធឺណិតគេថាអ្នកគ្មានការយល់ដឹង 3នាទីក្រោយយើងឲ្យពួកឯងដឹងថាអ្វីទៅដែលហៅថារូបពិបាកជាងស្លាប់នោះ អាយ៉ាពាក្យមួយម៉ាត់ណាក៏មិនឃ្លីពីការស្លាប់ដែរណោះឥឡូវគឺសង្គមគ្រប់គ្រងដោយច្បាប់ហើយរបស់ធំបើប្រយុទ្ធចាញ់ចូលមន្ទីរពេទ្យបើឆ្នេះយើងត្រូវតែជាប់គុកហើយ មើលទៅគេមានការជឿជាក់ណាស់ឬមួយក៏គេជាស្ដេចនេះពិតមែន មើលទៅគេមានការជឿជាក់ហើយជាស្ដេចនេះដូច្នេះយើងត្រូវលេខទុកទាំងមូល ពេលនេះឯកកំណត់នេះបាក់ផឹកបាក់ស៊ីអីតាមយើងដឹងពេលដែលស្ដេចនេះបញ្ចេញវិជាគុណមានអ្នកពាត់ជុំវិញខ្លួនប្រានគឺសូម្បីតែអ្នកមាសក៏មិនឃើញចេញមកដែរឯមានរឿងអីជាស្ដេចនេះនោះ ឈិញលក់3នាទីក្រោយ ណែយើង3នាទីមិនដែរទេបើ3នាទីមែនយើងនឹងកែប្រែជំងឺដែលចូលចិត្តសម្រាប់មនុស្សរបស់ឯងហើយយើងនឹងកែប្រែទាំងអស់ ឯងរត់ស្លាប់ហើយ យើងរកស្លាប់មែនដែរទេនេះស្ដេចនេះមែនទេលោកបំបត្តិគ្រួសារស៊ូមែនដែរទេឲ្យអ្នកទាំងអស់គ្នាកំណត់ស្លាប់ថាមែនដែរទេ ចេញនោះឯងបានផ្ទះគេ3កំភ្លានទៀតហើយ ឯងហ៊ាន យើងមានរស័យដល់មិនហ៊ាននោះគ្រាន់តែឯងនិយាយពី3ម៉ាត់ណាឯងត្រូវឲ្យអ្នកទាំងអស់គ្នាកំណត់ស្លាប់ជាមួយឯងហើយក្រែងឯងជាស្ដេចនេះមែនទេ ដោយសារពេលវេលា3ឆ្នាំមិនទាន់ដល់កំណត់បើមិនចឹងទេឯងមិនអាចនៅគេកាលនាទីបានទេ រយៈពេល3ឆ្នាំឥឡូវនេះចូលដល់2025ទៅហើយនៅកំណត់3ឆ្នាំទៀតតែឯងនិយាយអ្វីដែលផ្លែជានេះបានដែរទេយើងស្ដាប់គួយធុញណាហើយអ្នកនាងធំលើកមុនខ្ញុំបាននិយាយហើយតើបើគេនៅកេងកាអាងទៀតយើងនឹងតែថែមទៀតខ្ញុំមិនអាចនិយាយកុហកទេ រឿងនេះពិតជាអរគុណឯងហើយអរគុណគូសារទាំងមូលរបស់ឯងយើងសុខចិត្តឲ្យឯងកុហកយើង ឈិញលក់តើឯងហ៊ានប្រយុទ្ធជាមួយនឹងយើងដែរទេបើសិនជាឯងចាញ់យើងឲ្យឯងលុតជង្គង់អោនក្បាលសុំទោសព្រមទាំងលូនក្របបាជើងរបស់យើង មិនប្រយុទ្ធតើវាយ៉ាងម៉េចហ៎ ឯងជំនុំប្រាល្បីថោកទៀតពិតមែន យើងថោកទៀតចំណែកឯងគម្រាមអ្នកនាងធំយើងឯងមិនថោកទៀតទេនៅមានពាក្យនោះទៀតឯងមិនចាំបាច់ផ្ដោតកិត្តិយសឲ្យយើងទេបើឯងមិនអាចផ្ដោតកិត្តិយសឲ្យអ្នកនាងធំយើងណែយើងឯងចង់យ៉ាងម៉េចហ៎ចង់គម្រាមយើងទៀតហ៎ឈូហ៎ឈូ ឯងបោកយើង មកមិនឆាត់ឯងគឺមនុស្សជាឯងទេហើយឡើងសុទ្ធតែចង់សម្លាប់មនុស្សទាំងគ្រួសារសំនឹងមកស្អុយឯងយ៉ាងនេះតួឯងចង់លៀងមាត់ឯងក៏មិនបានស្អុយដែរណា នៅពេលនេះយើងគួរតែរកដៃមួយកន្លែងដែលមានហុងស៊ុយល្អបាទមុននេះយើងនឹងអាចនៅអាកាសចរចាជាមួយលោកអាធីប៉ុន្តែពេលនេះគឺមិនអាចទៀតទេ ល្អណាស់ស៊ូវ៉ាន់ឈិញពិធីជប់លៀងនាយប់នេះណាយើងពិតជាឃើញបានច្បាស់ណាស់ ហើយចាគ្មានទេយើងពិតជាមានបំណងល្អចេញលើកបងពិសាបាយ សាររបស់តួអង្គអាក្រក់ពេលនិយាយកុហកមុខមិនក្រហមបេះដូងមិនលោតនិយាយទៅពិត យើងហូបបាយនេះជាពិតជាពិធីដ៏អស្ចារ្យមួយដើម្បីនៅចំពោះមុខអ្នកមានកិត្តិយសប្រមាថដល់យើងក្នុងខេត្តជាងណាននេះស៊ូវ៉ាន់ឈិញចិត្តនាងសាហាវណាស់ មិនមែនទេគេឈិញលោកជាអ្នកធ្វើ សតតែឈិញលក់ជាអ្នកធ្វើមែនទេឈិញលក់គ្រាន់តែជាអ្នកដើរតាមនាងអ្វីដែលគេធ្វើសិតតែនាងជាអ្នកបញ្ជាគេអ្នកបញ្ជាដែលធ្វើនោះគឺមិនពាក់ព័ន្ធនឹងគ្នានោះទេនេះស្មានតែយើងជំនួសរួមមែនទេ មែនទាំងអស់នេះសត្វតែយើងជាអ្នករៀបចំយើងគឺជាអ្នកប្រឆាំងនៅពីក្រោយតែបានដៃទេ ឈិញទីបំផុតនាងទទួលស្គាល់ហើយមែនទេ ខ្ញុំនិយាយពាក្យនេះលោកជឿហើយ បានហើយអ្នកនាងធំមិនចាំបាច់បោះស្រាយច្រើនយ៉ាងនេះជាមួយនឹងគេទេយើងមានមនុស្សច្រើនបាយគេមានមនុស្សតិចគេមិនអាចព្រៀបនឹងយើងបានទេចាត់ខាត់តែម្ដងទៅ ឈិញលោកអាចប្រកាសហើយថាយើងមានព្រៀបជាងនោះ អ្នកនាងធំទុកចិត្តចុះអ្វីគឺមានខ្ញុំ ហើយពិតជាស្មានថាហើយសម្រាប់យើងបានមែនទេ យើងមិនហូចជាឯងទេហើយឡើងសុទ្ធតែសម្រាប់គេទាំងគ្រួសារបំបត្តិទាំងពូជនៅស្ងៀមចោះចាញ់ទៅយើងនាំគ្នាសារភាពទៅ ពេលនេះនាំស្ដេចយកទៅសារភាពលោកម្ចាស់3នាទីទៀតដាក់កំណត់ហើយ ពេលរៀប3នាទីដល់ហើយស៊ូវ៉ាន់ឈិញលក់ជីវិតរបស់ពួកឯងយើងប្រមូលយកទៅហើយពួកឯងចាប់ងាប់ទៅមិននឹកស្មានដល់មួយជីវិតនេះឈិញលោកនៅតែស្លាប់នៅចំពោះមុខខ្ញុំឬមួយក៏ខ្ញុំព្យាបាលអាចកែប្រែជីវិតឯណាម្នាក់មែនទេ យ៉ាអើយសុំទោសខ្ញុំពិតជាទ្រាំមិនបាន មិនយ៉ាងហើយទៅមិនថានរណាទេបើយើងវាយត្រូវមិនដែរហើយនោះមិនអាចថាគ្មានរបួសទេហេតុអីក៏ឯងមិនទាន់ស្លាប់ទៀត
តែអាចទៅរួចទេមនុស្សនឹងមនុស្សវាមិនដូចគ្នាទេសុំសួរថាគូក្បាលរបស់លោកគឺម៉ាក់ថ្មីមែនទេហ៎ ជានោះតែបានធ្វើសាច់ពួកយើងទៅហើយបានជាវិជាគុណជាមិនទាន់ដូចដើម ឯនៅតែមិនយល់មែនទេធ្វើមិនអាចយល់ទៅគឺពេលវេលាលឿនពេកណាមែន3នាទីទេអូគឺ4នាទីណា បងប្រុសយើងទៅឃើញលើកទី1ទៅឃើញបែបនេះនោះមនុស្សស្មោះត្រង់បែបនេះទាំងអស់គ្នាទៅស៊ឺដើម្បីស្លាប់រស់ហើយនៅខាងជឿចិត្តខ្លួនឯងទៀតពួកអានមែនទេ ជើងពិតជាមិនអាចជួបទេឥឡូវនេះយើងបានជួបហើយមនុស្សល្ងង តើខួរក្បាលរបស់ជីងលោកយ៉ាងម៉េចនេះលោកអាធានប្រកាសជាត្រូវគេបោកឲ្យឈ្មោះ ជីលក់យើងនឹងឲ្យឯងរស់ពិបាកជាងស្លាប់ទៅទៀតយ៉ាងម៉េចនេះមានជំវិញខ្លួនសម្រាប់ពលឹកឡើងឬមួយក៏គេពិតជាស្ដេចនេះពិតគាត់មែន នេះចុះប្រាក់សញ្ញាស្ដេចញាក់នោះឬមួយក៏ពិតហ៎មិនដែរទេហ្នឹងហ៎ យ៉ាងម៉េចមានស្ដេចនេះពី មិនមិនខ្ញុំផ្ទះកំភ្លៀងស្ដេចនេះមួយកំភ្លៀងហើយយ៉ាអើយហើយ លោកម្ចាស់រយៈពេល3ឆ្នាំមិនដល់ទេលោកបានបំបីត្រាដោយបង្ខំ រយៈពេល3ឆ្នាំមិនតទៅយ៉ាងម៉េចបំបីត្រាដោយបង្ខំទៅយ៉ាងម៉េចទៅសួរវ៉ាន់ជីងលោកគំនុំថ្ងៃនេះបើយើងមិនសោះសវិទេលោកបីស្នងតំណែងរាជវាំងនេះក៏មិនសុខចិត្តដែររយៈពេល3ឆ្នាំនេះរយៈពេល3ឆ្នាំម្ដងទៀតយើងក៏អាចចង់ចាំបានដែរ បាត់ហើយមកចាំឲ្យតស៊ូទៀតទេលោកអាធានទីបំផុតចិត្ត នឹកស្មានដល់ថាមានការចំណេញដែលនឹកស្មានមកដល់នៅក្នុងសាច់រឿងពេលស្ដេចនេះអ្នកថាដោយបង្ខំវាតំណាងឲ្យការប្រឹងប្រែងកន្លងមកសិតតែអត់ប្រយោជន៍ទោះបីជាគេដឹងស្នងតំណែងរាជវាំងនេះស្ដេចនេះក៏រីកប៉ុន្តែបើចង់ស្នងតំណែងត្រូវប្រជែងជាមួយនឹងអ្នកផ្សេង កាត់មុខរបស់យើងម្ដងហើយម្ដងទៀតដល់មកវិញគឺពួកឯងរត់តែបានចិត្តគ្មានច្បាប់មានទម្លាប់ថ្ងៃនេះយើងឲ្យឯងភ្លឺភ្នែកម្ដងនៅអ្វីដែលហៅថាកំហឹងស្ដេចនេះ ហ៎នេះ មើលចុះនេះគ្រីកម្ដងហើយ ហើយចប់ហើយចប់ហើយថ្ងៃនេះមហាគ្រួសារទាំង4នៅដែនដីខាងត្បូងគ្រួសារសួរអញ្ចឹងត្រូវបាត់គេឈ្មោះជាងខាន គ្មានបានកើតដែរថ្ងៃនេះគ្រួសារស៊ូត្រូវតែបាត់ពីតាស៊ីសូម្បីតែមហាគ្រួសារទាំង4ក៏ត្រូវតែបាត់ពីតាស៊ី នេះមិននឹងឯងទៅហ៎យើងនៅមិនតាន់ចង់ស្លាប់ទេដូច្នេះឯងកុំបានចិត្តពេកយើងមិនតាន់ស្លាប់ទេ មិនដឹងអាចទៅ យើងទៅស្លាប់ទេមើលទៅក្នុងទៅគេហ៎អ្នកនាងធំគឺពិតជាស្ដេចនាងមែនហ៎ ស្គីលើដល់ខ្លួននាងស៊ូក៏មាននេះមានដែរអី នេះក៏នៅលើខ្លួនរបស់គេដែរអ្នកកើតមានស្អី មិននេះមហាគ្រួសារទាំង4និយាយមិនខុសទេប្រាជ្ញាស្ដេចនេះគឺមានពិតមែនចំណែកនេះមានក៏ជាពិតដែរអ្នកនេះស៊ូទៅជាស្ដេចនេះប្រកាន់មិនដែរទេនេះជាស្អីទេមិនក៏គេចេះចំណេញនេះដែរ មិនយ៉ាងអាចទៅទេហេតុអីជាគុណយើងបាត់បង់អរលីងចឹង អរគុណហើយអរគុណខ្លាំងណាស់ទៅហើយ ឡាស្ដេចនេះ ពួកយើងសូមអរគុណហើយអាចក្រោយឯនេះហ៊ានខ្លាយបន្លំជំនាញស្ដេចនេះផងហ៎បែបនោះរបស់ឯនេះគឺសតតែស្លាប់ទេ ពិតមែននាងស្ដេចនេះឆាប់បញ្ជាសម្រាប់ពីមែននេះជាប់ភ្លាមទៅ សូមនាងស្ដេចនេះបញ្ចេញភ្លាមទៅកុំចាក់គេចោលទៅ យើងនឹងខ្លាចជាស្ដេចនេះ អ្នកនាងធំអាណាចក្ររបស់នេះខ្ពស់ជាងយើងទៅទៀតណាយើងបានឃើញធ្លាប់ពីមុនមកនេះណាលោតចុះលោតឡើងប៉ុន្តែស្ងៀមស្ងាត់ល្អណាស់តែក្រោយពេលដែលលេងកំ pl ាញ់ចប់ហើយទឹកមុខថ្លុកនេះគេបញ្ចេញមកណា អត់យើងធ្វើរឿងចាស់បាច់ អ្នកនាងធំរឹងមាំដូចជាព្រំថៃសានអញ្ចឹងខ្ពស់គឺពិតមែនហើយនឹកស្មានថាក្រាស់យកចិត្តការកាត់មកយ៉ាងនេះសោះម្ដងនេះធ្វើរស់ត្រូវប្រមូលដុំហើយសុវណ្ណឈិញជាស្ដេចនេះពិតប្រកបគួរស្ដាយមែនតែ10នាទីទេដូច្នេះឆាប់រំជប់បាយស្រ័យទៅមិនចាំមិនកើតទេ សុវណ្ណឈិញនាងហ៊ានលុបបច្ចេកទេសរបស់យើងផងហ៎ គ្មានទេបានលោកចង់បានយើងអាចលោកវិញទៅចុះ នាងចេះបាត់ដៃបង្ក្រាបនេះរបស់យើង ខ្ញុំមិនចេះទេស្អីក៏ខ្ញុំមិនដឹងដែរអត់អត់សាទៅចាស់សម្រាប់កិច្ចការរៀបរាប់រង្វាន់អាកំបាំងកំពុងតែផ្សព្វផ្សាយពេលសកម្មការទៅបានចេញផ្សាយសុវណ្ណជិញទៅកាន់តំណែងជាស្ដេចនេះដើម្បីឡើងឋានៈទៅជាអាកំបាំង សូមស្វាគមន៍ការធ្វើត្រឡប់មកវិញរបស់ស្ដេចនេះគ្រប់គ្រងរាជវាំងនេះ ស្ដេចនេះមិនខុសទេអ្នកនាងធំគឺជាស្ដេចនេះ នាងមិនស្មានថាអ្នកនាងធំសមាជិកពេកមកជាសន្លប់បាត់ពិតជាមានភាពក្លាហានភ្ញាក់ផ្អើលរបស់ស្ដេចនេះពិតជាធំដល់ចាម្លឹងប៉ុន្តែរង្វាន់ប្រព័ន្ធចលងខ្មោចបញ្ចូល13គឺជារបស់ស្អីទៅណចម្លែកមែន ចលងខ្មោចបញ្ចូល13ដែលបង្កើតបានអត់យកសង្គ្រោះអាចប្រមមនុស្សស្លាប់បីសាច់នេះឆ្អិន អញ្ចឹងទៀតទៅតែអាចចូលភ្នែករបស់ខ្ញុំបាន បងធំនាងធំចាស់ហើយពីកាយបាត់ខ្ញុំក៏ប្រកល់តែដែរប៉ុន្តែបងធំគួរធ្វើជាមិនក៏ខ្ញុំនឹងមិនឃើញដែរនាងធំបាជាគឺជាស្ដេចនេះពិតជាមិនស្មានដល់ពិតមែន រឿងណៃនៅឃើញក៏មានច្រើនណាស់អ្នកនាងធំយើងពិតជាមិនដឹងអត្តសញ្ញាណប្រមាណទេណាយល់ទេលើកនេះបានបាយមុខរបស់លោកអាវធានព្រមទាំងឲ្យស៊ូវ៉ាន់ជីនេះឡើងកាន់តំណែងជាស្ដេចនេះមិនដឹងថាចរិតអាទូអាក្រក់របស់ស៊ូវ៉ាន់ជីនេះទៅមុខទៀតគេមិនធ្វើយ៉ាងម៉េចទេចាំមើល 14ជាន់8ចេញលោកបាយជាប្រើប្រាស់អត់14ជាន់8ធ្វើឲ្យប៉ះពាល់ដល់លោកអាយធានចាំតិចអូអត្តសញ្ញាណរបស់ស្ដេចនេះគឺជារបស់ខ្ញុំទាំងអស់ប៉ុន្តែខ្ញុំគ្មានកម្លាំងអីបន្តិចទេលោកអាយធានប្រកាសជាស្អប់ខ្ញុំស្រាប់ហើយមិនថាទេដាច់ខាតមកធ្វើម្ដងទៀតទេ
ជីវិតជាតិមុននេះគឺជានិមិត្តសញ្ញានៃក្តីស្រឡាញ់ស៊ីជាតិនៅស៊ូបៃលៀនស៊ីជាតិច្រឡំចាត់ទុកជារបស់យើងចាត់ទុកយើងជាប្អូនស្រីរបស់គេចំក្រោយត្រូវបែកការបន្ទាប់មកខ្ញុំបានស្លាប់នៅក្នុងជាតិនេះត្រូវតែឲ្យគេនៅឆ្ងាយពីយើងត្រូវ1 2 3ចាំមកអ្នកនាងមុននេះលោកម្ចាស់ទូរស័ព្ទមកចង់ឲ្យអ្នកនាងទៅវិឡាលេខ1 ផ្លេតអ្នកមានគ្រូសានលីងបាននាំចៅស្រីគេនៅវិឡាលេខ1កំពុងទទួលការព្យាបាលពីលោកវិជ្ជបណ្ឌិតវាងមហាសេដ្ឋីលីងជំងឺចង្អៀតរបស់លីងជាឈៀវគឺជាវិជ្ជបណ្ឌិតជាហ្វានបានអ្នកទៅនិយាយប្រាប់គាត់ថាខ្ញុំផ្លាស់សម្លៀកបំពាក់សិនអេចាប់មកផ្លេតអ្នកទៅប្រាប់ធីនុកមួយរយៈនេះគេសម្ដែងបានល្អខ្លាំងណាស់យើងចង់ឲ្យគេជប់បញ្ចាំបាត់ទៅតាមយើងទេទៅចាស់ម្ដងនេះដាច់ខាតមិនឲ្យឈីនុកទៅជាមួយយើងទេបើសិនជាប៉ះពាល់ដល់ស្ដេចគ្រូពេទ្យមកកាទេអូយដាច់ខាតមិនឲ្យកើតរឿងបែបនេះទៀតទេសាច់បងទីបំផុតបងមកហើយមកពិសោធន៍កម្មសិក្សារបស់បងក្រែងបានបញ្ចប់ហើយពេលក៏បងនៅដឹកជញ្ជូនអីបានទៀតពីព្រោះនៅសល់ប្រហែលថ្ងៃទៀតបណ្ដោះទៀតធ្វើបង្ហាយហើយយ៉ាងម៉េចសពូនឡានស្គាល់ដែរមែនទេគ្មានអីទេសាច់បងបើសិនជាខ្ញុំមើលមកច្រឡំទេដូចជាឡានរបស់បងស្រីខ្ញុំគឺម្នាក់សុវណ្ណឈីណូដែលតែងតែធ្វើបាបនឹងរករឿងនាងណាគឺគេនឹងហើយបានហើយសាច់បងខ្ញុំគ្រាន់តែជាកូនស្រីចិញ្ចឹមបងស្រីគាត់មិនចូលចិត្តខ្ញុំទេនេះជារឿងធម្មតាគេធ្វើបាបសិស្សប្អូនស្រីយើងនេះជារឿងធម្មតាគេធ្វើបាបសិស្សប្អូនស្រីយើងហ្វានយើងថ្ងៃនេះយើងត្រូវតែឲ្យសុវណ្ណឈីនេះស្អែកហើយម្ដងនេះមានសាច់បងយើងចេញមុខសុវណ្ណឈីយើងចាំមើលសំណាងរបស់ឯងជួយឯងបានដែរទេសាច់បងពួកយើងទៅផ្លាស់ខោឯងទេតែយើងខ្ញុំទៅផ្លាស់សម្លៀកបំពាក់សិនជីវិតជាតិមុនសុបបញ្ញាបានដល់ស្ដេចក្រុមបញ្ញាហ្វានជួយចំពោះកូនស្រីមហាសេដ្ឋីលីងជួយចង់ការជាតិហ្វានខ្លាចជាកូនប្រសាគ្រូសាលីងមានសម្ពាធយ៉ាងខ្លាំងដល់គ្រូសាស៊ូហើយជាតិនេះចិត្តតែខាត់មិនអាចដូចជាតិមុនដែលមានឧបសគ្គមិនមែនដូចឈីងលោកនោះទេអេឈីងលោកមែននាងធំតែមានកិច្ចការអីចុះសិនក្រែងជើងឲ្យអាចនៅក្នុងផ្ទះមែននាងធំនាងភ្លេចយកអំណោយរបស់លោកស៊ូឲ្យលោកលីងយ៉ាងមីងដូច្នេះយើងក៏យកមកជូនតែម្ដងទៅសុវណ្ណជិញត្រូវបានរកឃើញថាមានភាពអស្ចារ្យយ៉ាងខ្លាំងចំពោះយិនហ្វាននៅស៊ូបៃលៀនពេលស្កាត់ការពីបានចេញផ្សាយជួយសុវណ្ណជិញសម្ដេចគ្រូពេទ្យយិនហ្វាននៅតែបេតាស៊ូបៃលៀនហើយទទួលបានរង្វាន់អាកំបាំងអ្នកនាងស៊ូគឺយើងមកជួយនាងពេលនាងស្លាប់ទៅយើងនៅអោបជាយ៉ាងធំណាបាត់ហើយមកកុំបាច់ចាស់ប៉ុន្តែយើងត្រូវប្រាប់ឯងឲ្យបានច្បាស់កុំប៉ះពាល់មនុស្សដែលយើងមិនគួរប៉ះពាល់យល់ទេប៉ះពាល់ស្អែកនេះអាចកាត់ស្រាយបានប៉ះពាល់ស្អែកគ្រូពេទ្យម្នាក់ទៀតអញ្ចឹងយើងធ្វើឲ្យខ្លួនឯងតែម្ដងទេឈួតហើយបងធំបងខ្លាំងអស្ចារ្យពិតមែនខំតាមដានខំខមមិនថ្ងៃក្រោយឯងប្រកាសជាជោគជ័យហើយខ្លាចជាជំនួយការពិសេសរបស់អ្នករៀបចំបងធំពិតជាបងធំពិតមែនបើសិនជាបងធំធម្មតាថ្ងៃក្រោយបងរៀបការជាមួយនាងធំបងធំចាំបងប្រុសដ៏ស្មោះត្រង់របស់បងផងទៅស៊ូបៃលៀនសាកសមជាទូក្នុងរឿងនេះមែនជោគវាសនារបស់គេគ្រប់រូបគឺសុទ្ធតែមានពាក់ព័ន្ធជាមួយគេការព្យាបាលម្ដងនេះខ្ញុំចាំថាស្ដេចគ្រូយេហ្វាននោះដូចជាលេងល្បីខ្លះហើយគ្រូពេទ្យទេវតាបានគឺជាគ្រូពេទ្យអសបរានចិនដែលមានឈ្មោះល្បីនៅតាស៊ីមិនដឹងថាជំងឺរបស់អ្នកឌីងមានវិធីអភិបាលនេះសូមលេងស៊ូនៅតែស្ងាត់កុំរំខានចាប់យកចាប់ជីចោ1 2សិនចារំខានដល់គ្រូពេទ្យបានហើយសាច់ច្បងជំងឺរបស់អ្នកឌីងអាចមានសង្ឃឹមព្យាបាលបានប្រមាណ%1%សាច់ច្បងជំងឺរបស់អ្នកឌីងសូមបីតបងក៏អត់សង្ឃឹមដែរតើមែនទេសិស្សបងស្រីនឹងគិតខុសហើយក្នុងន័យរបស់ខ្ញុំគឺគ្រាន់តែតាមមកជួយមើលក៏អាចព្យាបាលបានដែរណាស័ក្តិសមជាសាច់ច្បងមែនពិតជាអស្ចារ្យណាស់បងស្រីជំងឺរបស់អ្នកឌីងមានសង្ឃឹមហើយបើបងស្រីមានវិធីពិតជាល្អហើយព្យាបាលជំងឺអ្នកឌីងទៅជារឿងសំខាន់បំផុតចិត្តនេះទុកឲ្យពួកឯងបង្ហាញភាពចាប់តាមចុះឬប្រកាសជាមិនធ្វើអីឲ្យពួកឯងខឹងទៀតឲ្យតែគេកុំនិយាយប្រទេសណាមិនខឹងទៅទេចាំដែរទេឬក្នុងពេលនេះគឺស៊ូវ៉ាន់ជីគេចង់មកក្រាបអ្នកណាដែលចំអកឲ្យយេហ្វានមិនក៏ស្រាប់តែពេលនេះប្រែប្រួលអញ្ចឹងមិនក៏អញ្ចឹងចម្លែកមែនយើងមើលមកចេះធ្វើអីចឹងយល់ហើយប្រហែលជាលើមុនយើងវាយមុខរបស់លោកអាវធានវាយបានឲ្យលើនេះប្រកាសជាចេញមុខទៀតហើយយ៉ាគ្រូពេទ្យតើជំងឺរបស់ជាឈីវឲ្យព្យាបាលជាដែរទេតើឱកាសទៅសុខភាពនឹងលីគឺខ្សោយខ្លាំងណាស់ណាលើពីនេះត្រូវជាតិពុលជ្រាបយកក្នុងខ្លួនហើយបណ្ដាលឲ្យរាងកាយរបស់អ្នកនាងនៅភាពលឺលុបដូច្នេះទើបមិនបានធាក់ដល់ខ្លួនគ្រូពេទ្យទេវតាបានពិតជាបកកាយនិយាយអញ្ចឹងនឹងត្រូវប្រភេទជំងឺតែម្ដងបើអញ្ចឹងជំងឺរបស់នេះប្រកាសជាយើងឲ្យប្រើបញ្ចូលវិទ្យាសាស្ត្របានបើផ្លេចជារបស់គេមុនទើបយើងកម្ចាត់ជាតិពុលតាមក្រោយបើតមកស្ងោថ្នាំគេពីបញ្ចាននោះហើយជាថ្នាំដល់ជំងឺនោះណាអូពិតជាល្អបើសិនជាលោកចង់ប្រើទ្វារខ្មោចមកជុលដើម្បីព្យាបាលជំងឺអញ្ចឹងយើងអាចប្រាប់លោកអ្នកនាងលីងនឹងលេងដល់ខ្លួនរហូត
លោក ទោះបីជាសម្ដីគេក៏អត់ទៅក៏ដែរតែអ្នកអាចធ្វើឲ្យគាត់ខ្លាចជាពេទ្យបរិសុទ្ធនោះ ពិតជាស្លាមធំមែនអាយ៉ាគ្រូពេទ្យទេវតាវាងនោះគឺអ្នកនាងធំរបស់គ្រួសារយើងចំណាយប្រាក់យ៉ាងច្រើនគឺយកអ្នកជំនាញថ្នាំមកតើមានសត្វឆ្កែស្អីមកពីណាមកព្រោះនៅទីនេះអញ្ចឹងហ៎ ចេញទៅចង់ធ្វើស្អី អ្នកនាងធំគាត់មានការសង្ស័យលើពេទ្យទេវតាវាងពេទ្យទេវតាវាងគឺអ្នកនាងធំជាអ្នកចេញមកគេធ្វើនេះគឺសង្ស័យលើអ្នកនាងហើយនឹងបង្កហេតុប៉ះពាល់ដល់គ្រួសារស៊ូនិងគ្រួសារលីងទាំងពីរ លោកអាចធ្វើការយកដឹកច្រើនពេកតិច អូយអ្នកនាងធំអ្នកនាងស្អាតតែមានចិត្តសប្បុរសធម៌ក៏រវល់នឹងគេអីចំណែកខ្ញុំដូចគ្នាទេខ្ញុំមានចិត្តទាំងអស់ក្នុងនេះជាអ្នកដើរតាមស្មោះត្រង់របស់នាងគឺមើលគេបញ្ចូលនៅក្នុងកាយភ្នែករបស់ខ្ញុំមិនទេ ហើយចាយើងមិនមានចិត្តសប្បុរសហើយក៏មិនមានចិត្តទលំទលាយដែរយើង សុវណ្ណឈីមែនទេអាលៀននិយាយនេះមិនខុសទេនាងពិតជាអាក្រក់មែនទេប្រេប្រដាតែនឹងថាមិនខូចគេឈ្មោះអ្នកនាងធំរបស់យើងទេមើលទៅអាចចង់រកស្លាប់ហើយ អាចចង់ធ្វើស្អី អ្នកនាងធំ ហាសិទ្ធិនៅទីនេះនេះជាឈ្មោះគ្រប់ចក្ខអីសោះសំណាក់ល្អជាងបានភ្នែករហ័សដែរបើសិនជាមួយទៅភ្នែកនេះបាច់ទៅអ្វីៗទៅពិចារណា លីងឡាមីងគឺជាមហាសេដ្ឋីនៅឯតាសៀសុវណ្ណឈីខ្លាចគឺជាការត្រឹមត្រូវដែរគួរតែរំជុំបាច់ផ្សេងទៀតទៅយករង្វាន់ដល់ថតឲ្យហើយអ្នកនាងធំគ្រួសារយើងមនុស្សស្អាតចិត្តស្មោះត្រង់មិនចង់ខានឯងទេជន់មកប្រាស់ប្រាប់ឯងចាប់ចេញទៅជន់បោកប្រាស់ហ៎អញថាយើងជាជន់បោកប្រាស់ហ៎ជន់បោកប្រាស់អញថាយើងជាជន់បោកប្រាស់ផងហ៎ ខ្ញុំមិនបាននិយាយស្អីក៏ខ្ញុំមិនបាននិយាយដែរ អ្នកនាងធំនៃគ្រួសារយើងគឺជាស្ដេចនាគនៃរាជវង្សនាគស្ដេចនាគនៃពិភពលោកមើលដឹងថាដាក់សញ្ញារបស់ឯងគឺជាជនបោកប្រាស់នេះគ្រាន់តែជាការងារទេយ៉ាងម៉េចអត្តសញ្ញាណត្រូវបែកធ្លាយហើយខឹងហើយហ៎ស្ដេចនាគនៃរាជវង្សនាគនេះគ្រាន់តែជាក្មេងស្រីល្អិតជាស្ដេចនាគមិនកើតទៅ ខ្ញុំគ្មានទេមិនមែនខ្ញុំទេមិនមែនទេ អ្នកនាងគ្រួសារធំយើងមិនមែនឬមួយជាលោកហ៎យើងប្រាប់លោកប្រហែលថ្ងៃមុនគ្រួសារមហាទាំង4នៅភាគខាងត្បូងសុទ្ធតែនៅទីនេះប្រកាសជាធ្វើជាសាស័យចំពោះពួកយើងគឺនាងពិតជាស្ដេចនាគលើលោកនេះមែនមិនក៏លោកស្មានថាលោកស្លៀកពាក់បែបនេះអាចភាសាសួរអ្នកនាងធំរបស់យើងបានតាមពេចទេនៅក្នុងខ្សែរឿងហេតុផលរបស់ស៊ូបៃលៀនយាវ៉ាន់គឺមានការរើសអើងប្រឆាំងនឹងស៊ូវ៉ាន់ឈីងគ្រាន់តែពេលនេះស៊ូវ៉ាន់ឈីងគឺជាស្ដេចនាគយាវ៉ាន់តើឯងគិតយ៉ាងម៉េចដែរទៅហ៎ នាងគឺជាស្ដេចនេះមិនអាចទេលោកអាចធានានិយាយថាគេពិតជាស្ដេចតាមការនិយាយរបស់អច្ឆរិយនោះមហាគ្រួសារទាំង4នៅភាគខាងត្បូងអាចបញ្ជាក់ពីរឿងនេះទោះបីជាស៊ូវ៉ាន់ឈីងមានឋានធំប៉ុណ្ណាក៏មិនហ៊ានយកមហាគ្រួសារទាំង4មកនិយាយកុហកដែរតើនេះជារឿងអីទៅយកមិនមែនជាស្អីទេមិនមែនទេ យ៉ាអ្នកនាងធំខ្ញុំដឹងថាអ្នកនាងមិនចង់បែកធ្លាយអត្តសញ្ញាណហើយប៉ុន្តែគេមកម្ដងហើយបង្កហេតុផលមិនសមរម្យទេស្ដេចនាគមែនទេស្ដេចនាគអាចព្យាបាលសង្គ្រោះជីវិតមនុស្សបានដែរទេហ្នឹងហ៎អ្នកនាងធំគ្រួសារយើងមានអំណោយផលមានមិត្តមន្តអស្ចារ្យកំពុងរងគ្រោះទោះបីមនុស្សស្លាប់ទៅក៏សល់តែឆ្អឹងក៏បានដែរ ចង់និយាយទេខ្ញុំអាចចេះពីជាបែបនោះខ្ញុំគ្រាន់តែជាស្ដេចធម្មតាម្នាក់ខ្ញុំគ្រាន់តែជាមនុស្សធម្មតាម្នាក់ប៉ុណ្ណោះមិនចេះពីជាបែបស្អីនោះទេបងស្រីទោះបីស៊ូលៀនជឿជាក់បងប៉ុន្តែបងក៏មិនអាចយកជំនឿរបស់អ្នកនាងនេះមកលេងសើចនោះដែរបើតាមខ្ញុំយល់បងស្រីបើសិនជានាងមានរឿងអីធ្វើឲ្យបងមិនសប្បាយចិត្តទេនោះបងដាក់ទោសខ្ញុំមកចាស់បងស្រីកុំយកជំនឿរបស់អ្នកនាងនេះមកខឹងគ្នាអីសោះ ហើយផ្កាឈូកសប្រភេទនេះយើងវាយ10000ដងក៏មិនច្រើនដែរហើយកូនស្រីចិញ្ចឹមអូទេអ្នកនាងទី2ពិតជាមានន័យមែនហើយនាងមួយម៉ាត់ណាក៏ជឿជាក់លើអ្នកនាងធំដែរប៉ុន្តែអ្នកនាងធំមិនទាន់បង្ហាញធ្វើដែរឡើយទេនាងបែរជានិយាយថាអ្នកនាងធំកំពុងតែមានកំហឹងតើគួរតែមានការសន្និដ្ឋានបែបណាវិញហ៎ លោកខ្ញុំ សុវណ្ណជីងពួកឯងមនុស្សចាស់ធ្វើបាបស្រីម្នាក់មានន័យដែរទេហ្នឹងហ៎ ខ្ញុំធ្វើបាបគេលោកប្រកាសថាគេមិនធ្វើបាបខ្ញុំ យោឯងពិតជាមានឈ្មោះល្បីល្បាញតាមស្តង់ដារមែនបានចឹងអ្នកនាងទី2ជាមនុស្សស្រីអ្នកនាងធំមិនមែនជាមនុស្សស្រីទេឯងសួរឯងសម្រាប់ឯងធ្វើបាបមនុស្សស្រីហ៎ឯងស្អីហឺស្អីយើងមិនប្រកែកជាមួយនឹងឯងទេលោកម្ចាស់លីងជំងឺរបស់អ្នកនាងលីងយើងអាចព្យាបាលជាយើងត្រូវការតែមួយទេ ផ្ដាមែននៅលើលោកនេះអ្នកដែលប្រាំជួលមួយអាចគ្រប់គ្រងបានមានតែសាច់គ្រូពេទ្យទៀតប៉ុណ្ណោះតែជាស្អីទៅហ៊ានអួតឯងខាងនៅទីនេះផងនោះ មានភ្នែកប្រចាំស្គាល់នាងមែនយើងជាស្ដេចគ្រូពេទ្យធានមិនហ៎ស្ដេចគ្រូពេទ្យបើសិនជាឯងជាស្ដេចគ្រូពេទ្យធានមិនអញ្ចឹងយើងគឺជាស្ដេចពេទ្យសង្គ្រាមហើយយើងមើលទៅឯងគ្រាន់តែជំនួសក្បត់គឺយើងនិយាយពិតមែនឯងក៏មកចង់បោកប្រាស់យើងអត់សោះណាគឺជួនបោកប្រាស់ហៅថាម៉េចហ្នឹងហៅថាមនុស្សក្បត់ឯងគឺមនុស្សក្បត់យើងជាគ្រូពេទ្យធានមិនដ៏អស្ចារ្យឯងបែរជាថាយើងជាជនក្បត់ឯងបានអញ្ចឹងយើងសួរឯងលោកមានអាជ្ញាប័ណ្ណពេទ្យដែលចេញមកពីតាសៀទេតែឯងមានកំណត់ត្រាផ្នែកព្យាបាលទេមានគេធានាឯងដែរទេ មានឬអត់ទេ ប្រើពាក្យសម្ដីរបស់កូនចិញ្ចឹមមកមើលជំងឺរបស់អ្នកនាងលីងមិនមែនយកសម្ដីមកបញ្ចេញកំហឹងទេ យើងចេះតែអាចច្បាស់ជំនាញពេទ្យរបស់គេប្រកាសជាគ្មានបញ្ហាសិស្សច្បាស់ទៀតថាគឺជាស្ដេចគ្រូពេទ្យធានមិនទោះបីជាស៊ូវ៉ាន់ជិនជាស្ដេចនេះក៏ដោយជំនាញព្យាបាលមិនស្មើនឹងសិស្សច្បាស់ទេឲ្យតែអាចព្យាបាលលេងជាទទួលការបញ្ជាទិញ10វ៉ាន់នេះរបស់គ្រូសាស្ត្រនេះដល់ពេលនេះយើងនឹងខ្លាចជាអ្នកស្នងរបស់គ្រូសាស្ត្រស៊ូ កូនចិញ្ចឹមអ្នកនាងទី2នាងធានាតើគេមិនដឹងទេអ្នកនាងគ្រួសារលីងដរាបណាមានអ្វីកើតឡើងសម្ដីធានាមួយម៉ាត់នេះអាចធ្វើឲ្យគ្រួសារស៊ូទាំងមូលហើយអូសទៅកន្លែងគ្មានការត្រឡប់មកវិញឬមួយអ្នកនាងចង់ឲ្យគ្រួសារស៊ូទាំងមូលមានការកំណត់សាកសពជាមួយគ្នាមែនទេធ្វើបែបនេះមើលទៅវាដូចជាមិនស័ក្តិសមទេតើចង់ឲ្យខ្លាយទៅជាបែបនេះថាមែនដែរទេហ៎ ខ្ញុំគ្មានទេខ្ញុំគ្រាន់តែជឿជាក់ជំនាញពេទ្យរបស់សិស្សច្បាស់តែប៉ុណ្ណោះ តែជាពាក្យជឿជាក់មួយម៉ាត់ចង់យកគ្រួសារស៊ូទាំងមូលមកផ្នត់ជាមួយគ្នាអ្នកនាងកូនចិញ្ចឹមទី2គ្រួសារស៊ូចិញ្ចឹមនាង20ឆ្នាំមកហើយនៅក្នុងចិត្តរបស់នាងមិនស្មើនឹងអ្នកក្រៅម្នាក់ទេអ្នកនាងគួរតែយល់ទៅមែនដែរទេខ្ញុំនិយាយត្រូវទេ ខ្ញុំមិនមែនបានអញ្ចឹងទេ បើអញ្ចឹងនាងចង់បានន័យថាម៉េច ចំណុចបាយប្រហាររបស់ជីនុពិតជាខ្លាំងអស្ចារ្យប៉ុន្តែចាត់ការបានល្អខ្លាំងណាស់បាយប្រហារលើមុខគេឲ្យខ្លាំងជាងនេះ ថ្មីស្រួយនឹងមាត់រអិលសំជាខែចិញ្ចឹមរបស់ស៊ូវ៉ាន់ជីងមែនចុះឯងវិញពឹងពាក់លើអ្នកនាង